ទៅរត់បាន1គីឡូដែរផងសាទៀនផងអីផងមហោញើសលលោផលអស់ផឹកទឹកម្លេះសិនអូឡាជែនជាមួយទឹកដោះគោបានខ្ញុំអត់កុំឈួរថាហត់អីខ្ញុំមកមើលទៅរៀមមម្ល៉េះមៀតមើលទៅដូចអត់ចេះឃើញឈឺអត់ចេះឃើញពួតផែបើរត់មួយថ្ងៃមិនដឹងជាប្រហែលគីឡូដីនេះមើលសាច់ទុំមើលសាច់ទុំណាអាយុទៅប្រកួត3កីឡាបានណាគេខ្វះអ្នកបដាលអត់យកសាសាទៅបដាលពីហាត់ប្រាណមិនលេងសើចណាហាត់យកមែនតើណាបានសាច់លំរឹងកញ្ញងខ្លាំងទេអាចវាយប្រកួតបដាលបានខ្ញុំទៅទីលេងតំណែងអ្នកជាងកញ្ចក់ឲ្យទៅលេងបដាលម្ដងវាយម្ដងបាន10000បាច់តិចអូយលេងសើចទៅរត់ទៀតហើយបាយខ្ញុំទៅលើកដុំអាល់ទៀម្ដងឥឡូវខ្ញុំនៅអាកាឌីយ៉ូនេះហើយខ្ញុំទៅខាងនោះម្ដងទៅលើកដុំដែកធ្ងន់អូខេមិញខ្ញុំនៅកន្លែងរត់ចម្ងាយហើយនឹងតោងសាពៀនឥឡូវខ្ញុំទៅលើកដុំដែកម្ដងនេះកន្លែងលើកធ្ងន់កន្លែងលើកយកសាច់ដុំហើយកន្លែងនេះកាច់ក្បាលពោះទៀតលើកយកសាច់ដុំហើយចាំមកកាច់ក្បាលពោះអូខេហើយខ្ញុំមកកន្លែងប្រចាំរបស់ខ្ញុំគឺទីនេះចាត់កមកកន្លែងប្រចាំចង់មកពុំកងកប់សិតតែសាច់ដុំយកសាច់ដុំនេះសាច់ឲ្យវាស្រក់សាច់គៀននេះសាច់វិជាធ្លាក់ព្រោះមនុស្សស្រីយើងពេលទៅចាស់ទៅសាច់កន្លែងនេះវិជាបងប្អូនសាច់កន្លែងនេះអាកន្លែងគៀនคลิกនេះបើគុំคลิกហ្នឹងវិជាណាដែលយើងត្រូវមកហាត់តាមតោហ្នឹងដើម្បីសាច់ខ្នងយើងកន្លែងវាអត់ធ្លាក់នេះមិនមែនពេលដែលស្រីពេលអាត្រប់ទៅពេលទៅចាស់ទៅសាច់កន្លែងនេះវិជាមែនកន្លែងនេះហើយកន្លែងនេះដល់ពេលទៅអាត្រប់ប្រកបចូលក្នុងនេះអត់ទេត្រូវតែហាត់ប្រាណដើម្បីអីពេលហើយគឺសាច់យើងគឺស្មើទៅរឹងហាត់ចូលរហូតគ្រប់វគ្គគឺសិតតែមានប្រយោជន៍សម្រាប់ធ្វើអីមួយមិនមែនចេះហាត់ទៅដែរណាទៅទៀតយើងត្រូវទុកខ្លួនយើងឲ្យឡើងខ្ញុំប្រើកម្លាំងដៃទេខ្ញុំទាញ60គីឡូ60គីឡូ70គីឡូ80គីឡូបាទខ្ញុំតង់បានដល់80គីឡូបានន័យថាខ្ញុំដល់កម្រិតធ្ងន់ណាស់គឺខ្លាំងហើយកម្លាំងដៃខ្ញុំខ្លាំងហ្មងហើយហ្នឹងយើងដូចយើងហាត់កម្លាំងដៃទៀតហើយយើងលើកអីធ្ងន់ឬយើងធ្វើការអីកម្លាំងដៃមានកម្លាំងមកដៃយើងមិនគេហៅថាពេលវេលាជាមាសប្រាក់ពេលវេលាជាមាសនេះគេហៅថាពេលវេលាជាមាសប្រាក់មិនមែនពេលវេលាសម្រាប់ទៅរស់លុយមកមុខគេណាត្រូវថាសុខភាពផងបងប្អូន